ចាលោកពូសុខសប្បាយលោកពូ សុខសប្បាយដែរ ចាលោកពូថ្ងៃនេះខ្ញុំសូមធ្វើបទសម្ភាសន៍ជាមួយលោកពូ បាទ លោកពូនៅភូមិអីឃុំអីដែរ ភូមិប្រៃវែងឃុំសំរងយា ឃុំច្រាំង ឃុំសំរងយាស្រុកពួកខេត្តសៀមរាប ខ្ញុំឃើញស្រូវលោកពូល្អខ្លាំងអញ្ចឹងខ្ញុំចង់ដឹងពីចំណាប់អារម្មណ៍ដែរលោកពូប្រើប្រាស់អ្វីបានស្រូវនឹងល្អមកចា ខ្ញុំប្រើជាមួយវាមួយប្រើស៊ូរ៉េជាមួយនឹង DAP ចាអូស៊ូរ៉េ DAP ចាយកចានមួយថ្ងៃពូយកពេល17ថ្ងៃមិនបាច់ជី 17ថ្ងៃ បាទ ចាហើយបន្ទាប់មកទៀតពូប្រើ រយៈពេលខ្ញុំបាច់ផ្ដាច់នៅរយៈពេល45ថ្ងៃ 45ថ្ងៃអញ្ចឹងស្រូវនេះពូបាច់ផ្ដាច់នឹងបានអាយុកាល30បានប៉ុន្មានថ្ងៃទេដល់ពេលពូបាច់ផ្ដាច់នេះ បានរយៈពេល10ថ្ងៃ10ថ្ងៃ ស្រូវនេះបាន5 10ថ្ងៃប៉ុន្តែពូសង្កេតមើលឃើញខ្លួនឯងមិនដែរបន្ទាប់ពីបាច់បាន5 10ថ្ងៃហើយឃើញល្អដែរស្រូវនេះបាច់ទៅឃើញល្អវិញល្អគេស្អាតអត់តែគេចង្អេរគាត់នេះមើលអត់កើត ចា បាច់ជីផ្សេងអត់ល្អមើលមូបាច់ថងអត់ល្អទៀត ចាហ្នឹងប្រើជីរបស់គេផ្សេង បាទនេះប្រើជីផ្សេងប្រើជីប្រពន្ធផ្សេង អញ្ចឹងបន្ទាប់ពីការពេញចិត្តរបស់ពូវិញខ្ញុំចង់ដឹងពីការពេញចិត្តក្រោយពីការប្រើប្រាស់ស៊ូរ៉េហើយនិងមិក្សាទាំងពីរវគ្គហ្នឹងតើចំណាប់អារម្មណ៍របស់លោកពូហ្នឹងពេញចិត្តយ៉ាងម៉េចដែរចង់ដឹង ខ្ញុំពេញចិត្តនឹងស៊ូរ៉េមិក្សាល្អមែនពេញចិត្តប្រើទៅល្អមែន ប្រើទៅ បាទឃើញល្អមែនមើលល្អមែនដើមល្អក៏ល្អដើមក៏ល្អដែរ ចា លើវាអត់ធូរវិញហើយវាមុំស្អាតបាទលើធំហើយលើវាអត់ធូរវាទន់លើវាត្រង់ស្អាត ចាអញ្ចឹងឈរត្រង់ស្អាតចាអញ្ចឹងការពេញចិត្តរបស់លោកពូបើសិនជាទៅថ្ងៃខាងមុខទៀតតើមានចំណាប់អារម្មណ៍នឹងប្រើប្រាស់ទៀតឬក៏អត់ទេអានឹងចំណុចចំណាប់អារម្មណ៍របស់ពូ ណារបស់ខ្ញុំចង់ប្រើប្រាស់ខ្ញុំទៅក្រមខ្ញុំទៅដាក់ពីអត់មើលវិញចង់ប្រើស៊ូរ៉េសុទ្ធទៅអេមើលថាមើលម្ដង ចាតើទេវាต้องយ៉ាងដៃវាល្បាត់គឺចង់ប្រើពួកស៊ូរ៉េសុទ្ធទៅមើលបីអតាចង់ប្រើសាមើលសុទ្ធទៅអេ អញ្ចឹងស្រែលោកពូទាំងអស់ហើយជាម៉ាត់អត់ដែរស្រែទាំងអស់ ពេលធ្វើទាំងអស់ទាំងវិញទាំងអស់ទៅតែក្រុមផងចូល5ហាត់ចា5 6ហាត់ អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងលោកពូអញ្ចឹងសូមអរគុណជូនពរសុខ